បាទសួស្តីបងប្អូនជាសមាជិក 3E ទាំងអស់ហើយដែលកំពុងតែ STP គឺបង្ហាញគម្រោងរបស់យើងគម្រោងដ៏អស្ចារ្យគម្រោងដ៏ល្អហើយដែលគឺជាគម្រោងមួយចេះជួយគ្នាទៅវិញទៅមកបាទអរគុណច្រើនបាទថ្ងៃនេះដែរគឺខ្ញុំតាំងនេះខ្ញុំជាអ្នកបង្កើតនៅក្នុងគម្រោងនេះហើយសូមជួយឆ្លើយនឹងសំណួររបស់សមាជិកយើងមួយចំនួនដែលគាត់ជួបពើប្រទះបាទគាត់បានជួបប្រទះនៅក្នុងចំណោទបញ្ហាដែលគេសួរទៅគាត់ឲ្យគាត់ឆ្លើយមិនទាន់ចេញហើយថ្ងៃនេះគឺខ្ញុំមកឆ្លើយជំនួសគាត់បាទមកឆ្លើយជំនួសគាត់បកស្រាយនៅក្នុង page ក៏ដូចជា channel YouTube តែម្ដងហើយសំណួរដែលក្តៅកគុកហើយជាសំណួរមួយដែលបងប្អូនខ្លះពិបាកក្នុងការឆ្លើយគឺសំណួរសួរថាចុះបើគាត់ចូលជាសមាជិក 3E ហើយមើលបានពេញបាទបានពេញហើយបាទថាចូលពេញលេញហើយគឺគាត់បានរកបានសមាជិក3នាក់ហើយគាត់មានអាយុកាលពេញលេញជាសមាជិកពេញសិទ្ធនិយាយទៅជាសមាជិកពេញសិទ្ធហើយស្រាប់គាត់មានបញ្ហាស្រាប់ពេលគាត់ទៅជ័យលុយអត់បានអាហ្នឹងគិតមិនហើយក្រុមហ៊ុនមានលុយណាឲ្យបើក្រុមហ៊ុនអត់មានចំណេញអីផងបាទនេះគឺជាសំណួរមួយដែលគាត់នឹងពិបាកឆ្លើយតែឥឡូវនេះគឺខ្ញុំសម្រាយនៅក្នុងនោះសម្រាប់ឲ្យបងប្អូនដែលជាសមាជិកហ្នឹងគឺនិយាយប្រាប់គាត់ណាបាទធម្មតាក្រុមហ៊ុនគឺមុននឹងបាទសុំទោសបាទមិនមែនក្រុមហ៊ុនគឺជា project គឺគម្រោងដែលយើងជួយគ្នាទៅវិញមកធម្មតាគឺ 3E គឺគេមុននឹងបង្កើតហ្នឹងគេដឹងច្បាស់នៅក្នុងវិធីដែលគេរកលុយហើយគេមានវិធីដែលគេផ្ដល់ប្រាក់កម្ចីឲ្យបងប្អូនមិនបាច់ភ័យទេបងប្អូនធ្វើសិនបងប្អូនបានធ្វើនៅបងប្អូនគាត់ពេលគាត់សួរគាត់បានចុះឈ្មោះនៅមិនទាន់បានចូលញ៉ាំកាទៀវគេផងមិនទាន់បានសាកថ្នាំផងដឹងតែថ្នាំនឹងស្លាក់ញ៉ាំទៅពុលដឹងតែថ្នាំនឹងញ៉ាំទៅអត់ត្រូវញ៉ាំសិនគ្រូពេទ្យថាញ៉ាំថ្នាំសិនបើអត់ទាន់ញ៉ាំផងមិនដឹងថាមិនដឹងថាថ្នាំនឹងត្រូវមិនត្រូវអញ្ចឹងញ៉ាំថ្នាំសិនបញ្យល់គាត់អញ្ចឹងយើងមិនដែរយើងទៅដល់កាត់ក្តីទៅអូខ្លាចចុះបើទៅនឹងមិនចេះគេចេះធ្វើហើយកន្លងមកមានក្រុមហ៊ុនល្បីល្បាញចុះគេដួលមកកភ្លោះយើងមិននិយាយអានេះបើយើងចាប់ដើមនេះខ្មែរជួយខ្មែរយើងរងថ្ងៃយកលុយទៅឲ្យទៅបរទេសទេបាទហើយនេះគឺជាគម្រោងមកជាមួយគឺគម្រោងសប្បុរសធម៌អញ្ចឹងបងប្អូនអាចចូលរួមបានទាំងអស់គ្នាជួយគ្នាទៅវិញមកខ្មែរជួយខ្មែរលក់ដូរអីទិញក្នុងនឹងបានចង់និយាយចឹងបងប្អូនចង់លក់បងប្អូនចង់ទិញវិញបានក្នុងនោះណាអញ្ចឹងឲ្យគាត់ធ្វើសិនណាកុំអាកាត់ធ្វើឲ្យសិនមកបើថាធ្វើឲ្យគេអត់មានលទ្ធផលឲ្យអានឹងចាំនិយាយមិនទាន់បានធ្វើផងហើយយើងនិយាយចឹងការកាត់គ្នាយើងកូននឹងកើតទៅធំឡើងមិនទាន់បានគាត់រៀនសូត្រអីមិនយើងទីថាសង្ស័យចោលមកទៀតយកអត់ទាន់ដឹងទេអត់ដឹងតែគាត់នឹងឡើងទៅបានមិនយកអត់ទាន់ដឹងចឹងធ្វើសិនទី1ទី23E នេះគឺគេធ្វើដើម្បីគោលដៅនៃក្តីសុបិនរបស់គាត់របស់គេគឺគេមាន target របស់គេដើម្បីយកមនុស្សយកទៅធ្វើនៅវិស័យអប់រំទៅលើវិស័យយើងមានចក្ខុវិស័យទៅលើវិស័យអប់រំបើកសាលាបើកអីសម្រាប់សិស្សានុសិស្សហើយយើងមានការបើកជា STEAM Zona បើកជាភោជនីយដ្ឋានកាហ្វេ resort បើកជាកន្លែង washing car យើងមានច្រើនទៅយកនិយាយទៀតយើងដឹងហើយនៅក្នុងពេលយើងបើកមានលក្ខណៈដូចជាហាងកាហ្វេ brand ដទៃទៀតបងប្អូនដឹងហើយអញ្ចឹងគេមានវិធីរកលុយអីគេអញ្ចឹងយើងធ្វើសិនយើងអត់ទាន់បានដឹងអត់ទាន់បានចូលធ្វើផងសូម្បីកំឡើយថាឡើយពេញសិទ្ធសូម្បីតែសមាជិកធម្មតាមិនទាន់បានធ្វើហងយើងទៅនិយាយរឿងស្អីគេរឿងថាបានធ្វើមិនបានទៅចូលពេញសិទ្ធសិនមិនទាន់ពេញសិទ្ធផងបាទអញ្ចឹងមានប៉ុណ្ណឹងច្បាស់បាទ